ក្រុមផ្ដាច់ខ្លួនភៀកខាងត្បូងថៃលើកនេះបំផ្ទុះក្របបែកលើទាហានល្បាតព្រំដែនថែមទៀតក្រុមផ្ដាច់ខ្លួនភៀកខាងត្បូងប្រទេសថៃនៅតែធ្វើទុកបុកម្នេញរាល់ថ្ងៃវាប្រហារលើកងទ័ពនិងមន្ត្រីខណៈចុងក្រោយបំផុតនេះពួកគេថែមទាំងបំផ្ទុះក្របបែកបន្ថែមទៀតកំណត់គោលដៅលើទាហានល្បាតបណ្ដាឲ្យទាហានម្នាក់រងរបួសការវាប្រហារចុងក្រោយនេះកាត់ឡើងម៉ោង5ថ្ងៃអង្គារទី16ខែមិថុនាឆ្នាំ2026ក្នុងឃុំកាយូក្លានៃស្រុករ៉ែងខេត្តនរាវត្ថីវត្តដែលក្រុមផ្ដាច់ខ្លួនបានបំផ្ទុះក្របបែកឆ្នៃលើអង្គភាពល្បាតក្នុងព្រៃយ៉ាងណាមិនទាន់មានទាហានណាស្លាប់ទេប៉ុន្តែមានម្នាក់រងរបួសចំទ្រូងដែលត្រូវបានបញ្ជូនមកមន្ទីរពេទ្យរូបគេមានឈ្មោះណារ៉ាពុងនូសងហ្គុនអាយុ22ឆ្នាំមកពីអង្គភាពការពារព្រំដែនលេខ2បន្ទាប់ពីការវាយប្រហារនេះថៃបើកការស៊ើបអង្កេតហើយតាមចាប់ជនបង្កដែលជឿថាពួកគេគឺជាបកពួកតែមួយនៃក្រុមដែលនៅពីក្រោយការបំផ្ទុះក្របបែកលើរថយន្តដឹកទ័ពកាលពីខែឧសភា